រីរដ្ឋាភិបាលតែងតែចាត់ទុកមនុស្សគឺជាទុនធានចាំបាច់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិដោយខិតខំកែច្នៃពលរដ្ឋកម្ពុជាជាពិសេសយុវជននិងកុមារឲ្យមានចំណេះដឹងទូលំទូលាយជាមួយជំនាញពិតប្រាកដសីលធម៌និងវិន័យក៏ដូចជាសុខភាពផ្លូវកាយនិងផ្លូវចិត្តរង្វង់សម្ដៅឆ្លើយតបបានកាន់តែប្រសើរឲ្យទាន់ពេលទៅនឹងតម្រូវការនៃការវិវត្តទីផ្សារការងារនិងកិច្ចការពិជាតិមាតុភូមិក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបន្តពន្លឿនការកែតម្រង់វិស័យអប់រំនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពស័ក្តិសិទ្ធិនិងសមត្ថភាពតាមរយៈការដាក់ចេញនៅគោលនយោបាយយុទ្ធសាស្ត្រនិងកម្មវិធីកែតម្រង់ស៊ីជម្រៅតាមគ្រប់រូបភាពសម្ដៅទាញយកឱកាសនៅការអនុវត្តសក្តានុពលអលលាភវិទ្យាសាស្ត្រដែលកម្ពុជាកំពុងតែមាន